សួស្តីបងប្អូនអរគ្នាវិលជួបគ្នាសារជាថ្មីម្ដងទៀតហើយជាមួយនឹង Mobile Style ហើយថ្ងៃនេះ Mobile Style លើកយកនៅ tweak ចំនួន5យកមកចែករំលែកដល់បងប្អូនអរគ្នាដើម្បីបានជាការលេង style ទៅលើទូរស័ព្ទដៃប្រភេទ iPhone ហើយគឺប្រភេទ iPhone ដែលមាន version ចាប់ពី 12.4.6 រហូតដល់ 13.4 ផងដែរអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលតើ tweak ទាំង5សម្រាប់លេង style ទៅលើ iPhone មានអ្វីខ្លះនោះក៏សូមតាមដានជាមួយនឹងការបង្ហាញរបស់ Mobile Style ដូចតទៅបាទអញ្ចឹង tweak ទី1គឺរបៀបដែលយើងលេង color ទៅលើ notification របស់យើងដែលមានលក្ខណៈប្លែកហើយស្អាតបែបនេះគឺវាមានពណ៌ទៅតាមពណ៌របស់យើងបើសិនជា app យើងមានពណ៌រាងខៀវវាចេញពណ៌ខៀវ Messenger រាងមានពណ៌ផ្ទៃមេឃវាចេញរាងផ្ទៃមេឃ Find My iPhone មានពណ៌បៃតងវាចេញពណ៌បៃតងអញ្ចឹងជាដើមអូខេអញ្ចឹងដើម្បីអាចលេង style ដូចនេះបានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ Cydia ហើយធ្វើការ install នៅ tweak មួយដែលគេដាក់ឈ្មោះថាបាទ color banner 3បាទ color banner 3អូខេបាទយើងចុចលើវាទៅចូលមកកាន់ setting ហើយយើងធ្វើការបើកកំណត់មុខងាររបស់វាទៅបាទ banner បើកមក lock screen បើកមកនៅ notification center បើកមកបាទហើយកន្លែងនេះយើងអាចធ្វើតេស្តបានទៅលើបាទទៅលើអ្វីដែលយើងបានកំណត់យើងឲ្យតេស្តលើ banner អញ្ចឹងទៅវាយើងឃើញវា load ចេញមកបែបនេះឯងតេស្តទៅ lock screen ទៅវានឹង load ចេញមកបែបនេះឯងបានន័យថាបានន័យថាវាបង្ហាញនៅអ្វីយើងបានកំណត់អូខេហើយតេស្តទៅលើ notification center ទៅវានឹងចេញមកលក្ខណៈដូចនេះឯងអូខេគឺបាទមានលក្ខណៈស្រស់ស្អាតមែនតើបាទអូខេអញ្ចឹងពេលយើងកំណត់ហើយយើងចុចទៅលើ respring ទៅវានឹងដំណើរការចូលនៅលើទូរស័ព្ទដៃរបស់យើងហើយអូខេអញ្ចឹងនេះគឺជា tweak ទី1 tweak ទី2ដែល Mobile Style ចង់បង្ហាញគឺរបៀបដែលយើងលេង style ទៅលើអូខេលេង style ទៅលើម៉ោងរបស់យើងបាទទៅលើម៉ោងរបស់យើងដែលមានពណ៌ហើយយើងអាចធ្វើការកំណត់តម្រឹមម៉ោងរបស់យើងដូច្នេះហើយមានពណ៌ទៅលើ springboard របស់យើងដែលអាចដាក់ពណ៌ទៅលើអក្សរនៃ springboard របស់យើងឬក៏លេងពណ៌លេង style ទៅលើ dock ឬក៏ទៅលើ switcher អីជាដើម multitasking អីជាដើមនៅលើទូរស័ព្ទដៃ iPhone របស់យើងមានលក្ខណៈស្រស់ស្អាតបែបនេះអូខេដើម្បីអាចលេង style ដូចនេះបានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ Cydia ហើយ install នៅ tweak មួយដែលគេដាក់ថា Cosmos 13អូខេហើយយើងចូលទៅបើកវាទៅបាទហើយយើងបើកធ្វើការកំណត់កន្លែង lock screen នេះយើងអាចធ្វើការបើកវាហើយបន្ទាប់មកយើងអាចធ្វើការកំណត់នៅពណ៌របស់ពណ៌របស់នាឡិការបស់យើងឧទាហរណ៍ខ្ញុំដូរពីពណ៌ខៀវមកពណ៌ផ្ទៃមេឃចឹងទៅផ្ទៃមេឃបាទច្បាស់ចឹងមកបាទហើយដូរពី right to center ទៅហើយកន្លែងនេះយើងបើកប៉ុណ្ណឹងមក lock screen បាទកន្លែង folder នេះយើងអាចធ្វើការកំណត់នៅបើក folder បើកនៅមុខងារមួយចំនួនបើកនៅ color folder កំណត់នៅពណ៌អញ្ចឹងទៅបើ Mobile Style មិនបាច់បង្ហាញច្រើនទេដើម្បីកុំឲ្យយូរយើងអាចរៀនកំណត់ដោយខ្លួនឯងបាទហើយបន្ទាប់មកកន្លែង springboard នេះ springboard home screen នេះយើងអាចធ្វើការបើកអញ្ចឹងមកហើយអាចធ្វើការផ្លាស់ប្ដូរនៅពណ៌របស់អក្សរនៅលើ springboard ហ្នឹងឧទាហរណ៍ខ្ញុំដូរពីពណ៌ក្រហមមកពណ៌លឿងអញ្ចឹងវិញមកបាទដូរអញ្ចឹងហើយយើងអាចកំណត់តាមហ្នឹងមកបន្ទាប់មកទៀតកន្លែង app switcher នេះយើងអាចយកជាលក្ខណៈ page style ឬក៏ grid អីចឹងទៅបាទដូរវាវិញមកបាទហើយ dock នេះយើងអាចធ្វើការបើកវាដើម្បីកំណត់នៅលក្ខណៈរបស់ dock ឬក៏អាច hide dock ក៏បានហើយលាក់ dock ក៏បានដែរបាទអញ្ចឹងខ្ញុំមិនបាច់លាក់ទេបើកអញ្ចឹងមកបាទ passcode screen នេះបើសិនជាយើងបើកនៅ passcode screen គឺវាដំណើរការទៅលើ lock screen នៃទូរស័ព្ទដៃរបស់យើងអញ្ចឹង Mobile Style មិនបាច់កំណត់ទេបាទបន្ទាប់មកពេលយើងធ្វើការកំណត់អញ្ចឹងរួចរាល់ហើយយើងចុច respring មកបាទអញ្ចឹងយើងឃើញថា style របស់យើងឲ្យបានកំណត់បាញ់មិញហ្នឹងគឺមានការផ្លាស់ប្ដូរបាទម៉ោងចេញជាពណ៌ផ្ទៃមេឃអញ្ចឹងមកហើយ springboard របស់យើងបាទចេញជាពណ៌លឿងបាទពណ៌លឿងសូម្បីតែកន្លែងអក្សរម៉ោងថ្ងៃខែថ្ងៃម៉ោងនៅលើ start bar និងម៉ោងនិងឈ្មោះសេវាភាគរយថ្មអីគឺចេញពណ៌លឿងអញ្ចឹងឯងអូខេនេះគឺជា tweak ទី2 tweak ទី3ដែល Mobile Style ចង់បង្ហាញឧបមាថាបើសិនជាយើងចូលទៅកាន់ Facebook របស់យើងហើយយើងមានការធុញទ្រាន់នឹងការធ្វើការរំកិលវារហូតអញ្ចឹងបាទធ្វើការរំកិលវារហូតអញ្ចឹងយើងអាច
បាទអូតែមកខ្វោកហើយឲ្យ Facebook របស់យើងហ្នឹងធ្វើការ scroll ដោយ swipe ប្រវត្តិដោយខ្លួនឯងទៅលើបាទតាមលបឿនដែលយើងចង់ឬក៏អាច scroll មកក្រោមដោយ swipe ប្រវត្តិដែលយើងមិនបាច់នឿយអូអញ្ចឹងច្រើនទេអូខេបាទអញ្ចឹងបើសិនជាយើងចង់បាននៅលក្ខណៈបែបនេះអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ Cydia ហើយធ្វើការ install Notify មួយដែលគេដាក់ឈ្មោះថា auto scroll Facebook auto scroll អូខេបាទ Facebook auto scroll បាទអញ្ចឹងយើង install វាមកហើយ tweak នេះមិនទាមទារឲ្យយើងចូលកាន់ setting ដើម្បីធ្វើការកំណត់វានោះទេបាទនេះគឺជា tweak ទី3ដែល Mobile Star ចង់បង្ហាញដល់អ្នកនរគ្នាបាទ tweak ទី4ដែល Mobile Star ចង់បង្ហាញដល់អ្នកនរគ្នាដែរនោះគឺរបៀបយើងលេង animation នៅលើ border របស់ icon របស់យើងនឹងមានលក្ខណៈស្រស់ស្អាតបែបនេះបាទហើយនឹងមានលេង style ទៅលើ folder របស់យើងដែលមានលក្ខណៈជាលក្ខណៈស្រស់ស្អាតបែបនេះផងដែរអូខេអញ្ចឹងដើម្បីអាចធ្វើការលេង style បែបនេះបានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ site នេះហើយធ្វើការ install នៅ tweak មួយដែលគេដាក់ឈ្មោះថា Firefly X អូខេហើយចូលមកកាន់ setting ដើម្បីធ្វើការកំណត់នៅអ្វីដែលយើងចង់មកបាទយើងបើកមុខងារវាដើម្បី enable វាបាទកន្លែងglow នេះយើងអាចចូលទៅកាន់វាដើម្បីកំណត់នៅពណ៌មួយចំនួនបាទកំណត់មុខងារមួយចំនួនដែលយើងចង់បាទអញ្ចឹងយើងបើកតាមអ្វីដែល Mobile Star បានបង្ហាញមកបាទយើងអាចកំណត់ដោយខ្លួនឯង Mobile Star មិនបាច់បង្ហាញច្រើនទេបាទបន្ទាប់មកកន្លែង animation នេះយើងអាចធ្វើការកំណត់វា animation color នេះយើងអាចធ្វើការកំណត់ពណ៌ animation របស់វាឲ្យវា load ចេញជាពណ៌អីអូខេឥឡូវ Mobile Star ជាពណ៌ផ្កាឈូកចុះហើយបន្ទាប់មកកន្លែងនេះយើងកំណត់ប៉ុណ្ណឹងមក animation color បាទកន្លែង icon border នេះយើងអាចយកជា border color យើងអាចយកជាពណ៌ខៀវអញ្ចឹងទៅអូខេអាចយកជាពណ៌ខៀវ folder border color នេះយើងអាចយកជាពណ៌ពណ៌លឿងអញ្ចឹងទៅអូខេបាទហើយបន្ទាប់មកកំណត់ប៉ុណ្ណឹងហើយបន្ទាប់មកកន្លែងខាងក្រោមនេះបាទយើងមិនបាច់គិតអីច្រើនទេយើងកំណត់ប៉ុណ្ណឹងមកហើយតោះមកយើងចុចយក red spring មកបាទអញ្ចឹងយើងត្រឡប់ទៅមើលនៅicon របស់យើងឡើងវិញយើងឃើញថាអ្វីដែលយើងកំណត់អំបញ្ញមិញបានធ្វើការផ្លាស់ប្ដូរអញ្ចឹង animation border color របស់ app របស់យើងគឺបដូរពីពណ៌លឿងអំបញ្ញមិញមកជាពណ៌ផ្កាឈូកបាទទៅតាមអ្វីដែលយើងបានកំណត់ហ្នឹងឯងនៅខាងនេះជា style ទី4 style ទី5ជា style ចុងក្រោយដែល Mobile Star ចង់បង្ហាញដល់អ្នកគ្នានោះគឺរបៀបដែលយើងអាចធ្វើការលេង style ទៅលើ page របស់ Google search របស់យើងបាទឧមាថាបើសិនយើងចង់ទៅកាន់ website ណាមួយយើងប្រកាសជាចូលទៅកាន់ Safari នៃទូរស័ព្ទដៃ iPhone របស់យើងហើយធ្វើការ search នៅwebsite ទាំងអស់នោះបាទអញ្ចឹង style នេះគឺអនុញ្ញាតឲ្យយើងធ្វើការបើកនៅ window របស់ Google នៅលើទូរស័ព្ទដៃ iPhone របស់យើងដោយមិនចាំបាច់ចូលទៅកាន់ Safari ទេហើយយើងអាចធ្វើការ search នៅ website ណាមួយដែលយើងចង់បាទឧទាហរណ៍យើង search website ដាក់ថា iPhone អញ្ចឹងទៅបាទយើងវាយលើវាអញ្ចឹងទៅហើយយើងចុចលើ go ទៅបាទអញ្ចឹងបើសិនជា website នោះវាដំណើរការវានឹងចូលទៅដល់ website នោះដូច្នេះឯងបើមិនត្រឹមតែប៉ុណ្ណោះយើងអាចធ្វើការពង្រីកពង្រួមនៅទំហំរបស់ page ហ្នឹងបាទជាលក្ខណៈតូចលក្ខណៈធំទៅតាមទំហំដែលយើងចង់បានឬក៏យើងអាចចុចសញ្ញាបូកនេះដើម្បីពង្រីកវាឬក៏ចុចសញ្ញាខ្វែងនេះដើម្បីបិទវាជាដើមអូខេគុណសម្រាប់ការតាមដានទស្សនាការបង្ហាញរបស់ Mobile Star ថ្ងៃនេះមានតែប៉ុណ្ណឹងទេក៏ជួយណាក៏សូមអធិស្ឋានពីនេះ Mobile Star ក៏សូមជម្រាបលាជួបគ្នានៅវីដេអូលើកក្រោយទៀត